កម្មវិធីអ្នកនឹងខ្លាយជាសេដ្ឋីបានវិលមកជួបលោកស្រីនាងកញ្ញាជាថ្មីតាមម៉ោងនិងពេលកំណត់ដែលកម្មវិធីមានប្រាក់រង្វាន់ខ្ពស់រហូតដល់ទៅ100លានរៀលមកដល់សប្តាហ៍នេះនៅពុំទាន់មានបេក្ខភាពរូបណាដែលអង្គុយលើកៅអីសេដ្ឋីហើយទៅផ្ទះវិញក្នុងអត្រាទឹកប្រាក់100លានរៀលនៅឡើយទេកម្មវិធីបានទទួលការឧបត្ថម្ភធំពីឧបត្ថម្ភដោយវ៉ាសេលីនមែនដោះស្រាយបញ្ហា7យ៉ាងលើបញ្ហាមុនដើម្បីស្បែកមុខសស្រស់ថ្លាម្សៅស៊ុបខ្នុរម្ហូបឈ្ងុយឆ្ងាញ់មានជៀនត្រជាជឿជាក់គ្មានអង្គែ Clear Ice Cold Menthol សហការឧបត្ថម្ភដោយផនបំបត្តិស្នាមអុចខ្មៅធ្វើស្បែកសក្នុងរយៈពេល7ថ្ងៃ Close Arm កាន់តែមានប្រសិទ្ធភាពខ្យល់ដង្ហើមស្រស់ថ្លាជាងមុន3ដង Power Arm ភេសជ្ជៈផ្ដល់នូវអានុភាពលើសពីការកិន Viso ពិសេសស្អាតនិងសភ្លឺចែងចាំង Comfort Aroma Therapy ក្រអូបយូរជាងទឹកអំបាទនៅក្នុងសប្តាហ៍នេះគឺកម្មវិធីរបស់យើងមានបេក្ខភាពចំនួន10រូបថ្មីទៀតដូច្នេះសូមស្វាគមន៍បេក្ខភាពទាំង10រូបបាទមុំសុផាតរាជធានីភ្នំពេញអានណារ៉េតភ្នំពេញសង្ស្រីណិចភ្នំពេញអូរមីភ្នំពេញសំណាងសៀមរាបពេញរិស័យភ្នំពេញង៉ែតតារាស៊ីពោធិ៍សាត់ទេពអរិយណាភ្នំពេញធៀងវឌ្ឍនាភ្នំពេញគុណសុភ័ក្រភ្នំពេញយើងមានសំណួរមួយជូនដល់បេក្ខភាពទាំង10រូបឆ្លើយក្នុងពេលតែមួយហើយខ្ញុំត្រូវការតែមួយរូបតែប៉ុណ្ណោះគឺអ្នកដែលឆ្លើយត្រូវហើយលឿនជាងគេត្រៀមសំណួរចូលរៀបលេខខាងក្រោមតាមលំដាប់ពីតូចទៅធំ A 600 B 300 C 150 D 1000ចម្លើយដែលត្រឹមត្រូវគឺ C 150 B 300 A 600 D 1000អ្នកដែលឆ្លើយត្រូវឲ្យលឿនជាងគេគឺអបអរសាទរបាទពេញរាសីសូមអបអរសាទរដែលឆ្លើយបានលឿនមែនតើអរគុណច្រើនជំនាញហ្មងរឿងលេខហ្នឹងគឺជំនាញហ្មងទូទៅបងបាទទូទៅបាទអរគុណច្រើនអរគុណតោះទៅកៅអីសេដ្ឋីទាំងអស់បាទសូមស្វាគមន៍ជាថ្មីបាទការមកដល់កៅអីសេដ្ឋីបាទណាបាទអរគុណពេលនេះមានអារម្មណ៍យ៉ាងម៉េចដែរពួកខ្ញុំមានអារម្មណ៍ថារំភើបហើយសប្បាយមែនទែនថ្ងៃនេះរិស័យមកប្រហែលអ្នកដែរអ្នកដែលមកជាកម្លាំងចិត្តខ្ញុំមក2នាក់ពួកម៉ាក់ខ្ញុំចិត្តស្និទ្ធមែនតើរាប់អានសាវរីគ្នាជូចត់បាទគេជូចត់ប្រហែលឆ្នាំហើយរាប់អានគ្នាតាំងពីថ្នាក់វិទ្យាល័យបាទរហូតដល់សាកលវិទ្យាល័យជួបគ្នាទៀតបាទមានន័យថាស្គាល់គ្នាបាទស្គាល់គ្នាយូរដែរដឹងទរៈគ្នាបាទអរគុណច្រើនបាទសួស្តីបងអូនវិសាលបាទជំរាបសួរសុខសប្បាយបងអូនបាទសុខសប្បាយលោកគ្រូរិស័យមានភាពជឿជាក់លើខ្លួនឯងប្រមាណភាគរយខ្ញុំគិតថាគាត់ជឿជាក់លើខ្លួនគាត់ប្រហែលជា99%វ៉ាវនេះការគិតរបស់វិសាលចុះវិសាលផ្ដល់កម្លាំងចិត្តប្រមាណភាគរយឲ្យរិស័យខ្ញុំផ្ដល់កម្លាំងចិត្តឲ្យគាត់100%អូយអបអរសាទរបាទអបអរសាទរកម្មវិធីរបស់យើងគឺមានសំណួរចំនួន15សំណួរនៅក្នុង15សំណួរកម្មវិធីបានបែងចែកចេញជា3ដំណាក់កាលដំណាក់កាលទី1គឺតម្រូវឲ្យរិស័យឆ្លើយត្រូវ5សំណួរនោះទើបរិស័យមានទឹកប្រាក់100,000រៀលនៅក្នុងហោប៉ៅនៅពេលដែលឆ្លងកាត់ដំណាក់កាលទី1រួចហើយឆ្ពោះទៅកាន់ដំណាក់កាលទី2បើឆ្លើយត្រូវ10សំណួរនោះរិស័យនឹងមានទឹកប្រាក់នៅក្នុងហោប៉ៅ3លាន200,000រៀលបើរិស័យមានសមត្ថភាពរហូតដល់ឆ្លើយសំណួរទាំង15ត្រូវទាំងអស់រិស័យមានប្រាក់ទៅផ្ទះវិញគឺ100លានរៀលកម្មវិធីរបស់យើងក៏មានជំនួយជូនរិស័យរហូតដល់ទៅ3ជំនួយទី1គឺទស្សនិកជនដែលទស្សនានៅទីនេះផ្ទាល់ជួយឆ្លើយនៅចម្លើយដែលត្រឹមត្រូវជំនួយទី2គឺ50-50មានន័យថាកាត់ចម្លើយដែលខុសពីចេញនៅសល់ចម្លើយ2មានមួយត្រូវ 100% មានមួយទៀតនោះគឺខុស 100% ឯចំណែកជំនួយទី3គឺទូរស័ព្ទរិស័យត្រូវទូរស័ព្ទទៅរកអ្នកដែលរិស័យពឹងពាក់ថាអាចជួយឆ្លើយនៅសំណួរដែលរិស័យពាក់នោះបានសំណួរ
ក្នុងចំណោមសារធាតុខាងក្រោមតើសារធាតុមួយណាដែលជាគ្រឿងញៀន A ថ្នាំក្អក B បារី C វ៉ាក់សាំង D ថ្នាំផ្ដាសាយបាទបើដឹងចម្លើយសូមជឿឆ្លើយ ខ្ញុំយក B B បារីគឺជាចម្លើយ ចុងក្រោយ B បារីគឺជាចម្លើយចុងក្រោយត្រឹមត្រូវបាទសំណួរជាបន្តតើប្រទេសកម្ពុជាទទួលរបបខ្យល់អ្វី A ខ្យល់សមុទ្រ B ខ្យល់ស្ងួត C ខ្យល់ក្តៅ D ខ្យល់មូសុង សូមយកចម្លើយ D ខ្យល់មូសុង D ខ្យល់មូសុងសូមហេតុផលនេះបាទ ហេតុផលខ្យល់មូសុងមានរដូវប្រាំងរដូវវស្សា មានរដូវប្រាំង មានការមានសំណើមទីក្តៅ បាទ D ជាចម្លើយ ចុងក្រោយ ចុងក្រោយអបអរសាទរបាទសំណួរទី3ក្នុងចំណោមជំងឺខាងក្រោមតើជំងឺមួយណាដែលឆ្លងតាមប្រដាប់រំលាយអាហារ A គ្រុនផ្ដាសាយ B គ្រុនឈាម C អេដ D រលាកថ្លើមប្រភេទ A ឬក៏ប្រភេទ A បាទសូមយកចម្លើយ D បង D បាទរលាកថ្លើមប្រភេទ A រលាកថ្លើមប្រភេទ A ជាចម្លើយ ចុងក្រោយ ចុងក្រោយសូមអបអរសាទរបាទនៅសល់2ជំនាញទៀតរិស័យនឹងមានប្រាក់100,000រៀលនៅក្នុងហោប៉ៅហើយសំណួរបន្ទាប់ពីពេលរត់ឆ្ងាយកំពួនជើងរបស់យើងឡើងរឹងតើអាការៈបែបនេះហៅថាអ្វី A ស្ពឹក B ក្រិច C ថ្លោះ D រមួលក្រពើបើសិនជាកំពុងគិតឲ្យលឺខ្ញុំចង់ដឹងដែរ ខ្ញុំយកចម្លើយ D បង D ជាចម្លើយ ចុងក្រោយ ចុងក្រោយរមួលក្រពើរត់ឆ្ងាយទៅកំពួនជើងឡើងរឹងបណ្ដាលឲ្យរមួលក្រពើអញ្ចឹងហ៎អបអរសាទរបាទសំណួរមានតម្លៃ100,000រៀលតើជនជាតិភាគតិចក៏រស់នៅតំបន់ណា A តំបន់ឆ្នេរ B តំបន់ទំនាប C តំបន់មាត់សមុទ្រ D តំបន់ភ្នំ យកចម្លើយ D បង គឺជាចម្លើយ ចុងក្រោយបង ចុងក្រោយត្រឹមត្រូវបាទឥឡូវនេះបងអូនបានឆ្លងកាត់ដំណាក់កាលទី1ហើយមានថវិកា100,000រៀលនៅក្នុងហោប៉ៅនៅក្នុងដំណាក់កាលទី2នេះតទៅរិស័យមានជំរើសមួយទៀតដែលជាសិទ្ធិពិសេសនៅពេលដែលជួបសំណួរដែលពិបាកឆ្លើយហើយប្រើជំនួយអស់រលីងនៅតែពិបាកឆ្លើយទៀតសិទ្ធិពិសេសរបស់រិស័យដែលចេញពីកៅអីសេដ្ឋីនៅក្នុងទឹកប្រាក់នៃសំណួរដែលរិស័យបានឆ្លើយរួចបាទណា យល់បងយល់ សំណួរតម្លៃ200,000រៀលក្នុងព្រះពុទ្ធសាសនាមានប៉ុន្មាននិកាយធំ A 2និកាយ B 4និកាយ C 5និកាយ D 6និកាយ សូមយកចម្លើយ A បង2និកាយ និកាយអីខ្លះ និកាយមហាយាននិកាយហិនយាន និកាយមហាយាននិងនិកាយហិនយានដូច្នេះ A ចម្លើយចុងក្រោយ A ជាចម្លើយចុងក្រោយមហាយានហិនយានច្បាស់ណាអបអរសាទរបាទសំណួរ400,000រៀលតើសត្វមេអំប៉ៅអាចដឹងរសជាតិបានតាមរយៈអ្វី A ជើងរបស់វា B ខ្លួនរបស់វា C នែករបស់វា D ស្លាបរបស់វា យកហាក់ជំនួយបង បាទ ជំនួយ ចង់បានជំនួយ
បាទជំនួយបង ចង់បានជំនួយណាមួយ 50% អូនសង្ស័យរវាងចម្លើយអីនិងចម្លើយអី សង្ស័យទី1គឺស្លាប់ ហើយមួយទៀត គឺភ្នែកមកវា ណែសង្ស័យពីរហ្នឹងហ៎បាទអរគុណអូននឹងបានទទួលជំនួយនោះភ្លាមនៅភ្នែកហើយជើងស្លាប់ទៅបាត់ហើយអូននឹងមានជំនួយបើមិនច្បាស់ សុំយកចម្លើយបង សូមយកចម្លើយសូមជួយឆ្លើយ ថាយកចម្លើយ A បង A ជើងរបស់វា បាទ គឺជាចម្លើយ ចុងក្រោយ បបតិជាតិលោកអ្នកនឹងបានជ្រាបចម្លើយថាតើមេអំបៅដឹងរសជាតិដោយសារជើងឬក៏ដោយសារភ្នែកពេលនេះសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទ